ឯងមានផ្ទៃពោះមែនទេចាស់អ្នកនាងលុយខ្ញុំចង់ឈប់រៀនមួយឆ្នាំដើម្បីសម្រាលកូនតើអ្នកណាជាឪពុករបស់កូនខ្ញុំមិនដឹងថាគាត់ជាអ្នកណាទេតើឯងបានគិតច្បាស់ហើយឬនៅការធ្វើជាម្ដាយតែម្នាក់ឯងវាមិនងាយស្រួលទេចាស់ខ្ញុំគិតច្បាស់ហើយខ្ញុំជាក្មេងកំព្រាហើយអ្វីដែលខ្ញុំធ្លាប់ប្រាថ្នាតែមួយគត់គឺគ្រួសារកុំបារម្ភអីអ្នកនាងលុយខ្ញុំនឹងមិនបោះបង់ការសិក្សាឡើយពេលដែលខ្ញុំសម្រាលកូនរួចខ្ញុំនឹងត្រឡប់មកវិញដើម្បីរៀនឲ្យចប់មិនអីទេបើអញ្ចឹងស្វាគមន៍កូនសម្លាញ់របស់ម៉ាក់ថមីម៉ាក់ទៅជួបលោកគ្រូពេទ្យបន្តិចកូននៅទីនេះធ្វើជាក្មេងល្អយកទេកុំភ្លេចយកវិក័យប័ណ្ណថ្លៃមន្ទីរពេទ្យផងណាម៉ាក់ស្ត្រីម្នាក់នោះបានបើកឡានបុកកូនដូច្នេះគាត់ត្រូវតែបង់ថ្លៃព្យាបាលឲ្យកូនយល់ហើយលោកម្ចាស់លុយលោកគ្រូពេទ្យតើដៃរបស់ថមីឥឡូវយ៉ាងម៉េចហើយតើមានផលប៉ះពាល់យូរអង្វែងដែរទេទោះបីជាឆ្អឹងត្រូវបានចុះវិញក៏ដោយប៉ុន្តែគេនៅតែត្រូវការព្យាបាលដល់ចុងណាបើមិនដូច្នេះទេវានឹងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គេធ្ងន់ធ្ងរដល់ថ្នាក់នឹងមែនទេប្រសិនបើគេទទួលបានការព្យាបាលគេនឹងមិនអីទេការព្យាបាលដល់ចុងណានឹងត្រូវចំណាយអស់ប្រហែល$50,000 $50,000ច្រើនម្ល៉េះអ្នកគួរតែចាប់ផ្ដើមសន្សំលុយទៅប្រសិនបើគេខកខានឱកាសមាសនេះគេនឹងមិនអាចជាសះស្បើយពេញលេញឡើយពុកមិនមែននៅក្មេងទៀតទេបំណងប្រាថ្នាតែមួយគត់របស់ពុកគឺចង់ឲ្យឯងមានកូនប្រុសឲ្យពុកឆាប់ក្នុងនាមជាអ្នកបន្តវេនតែម្នាក់គត់នៃគ្រួសារឡាញការមានកូនប្រុសគឺជាអាទិភាពបំផុតរបស់ឯងប៉ុន្តែឯងសូម្បីតែមានមនុស្សស្រីនៅក្បែរខ្លួនក៏មិនឃើញមានដែរតើឯងចង់ឲ្យត្រកូលរបស់យើងត្រូវបញ្ចប់មែនទេពុកកូនប្រាប់ពុកច្រើនដងហើយថារឿងនេះប្រញាប់មិនបានទេអរព្រះអើយខ្ញុំមិនអាចសង្ឃឹមលើអាម្នាក់នេះបានទៀតទេសូមមេត្តាប្រទានចៅប្រុសម្នាក់ឲ្យខ្ញុំផងណែលូកាសហេតុអីបានជាក្មេងម្នាក់នេះមានមុខមាត់ដូចឯងកាលពីក្មេងបេះបិទអញ្ចឹងអរព្រះឲ្យលោកបានលើការបន់ស្រន់របស់ខ្ញុំហើយលោកបានប្រទានចៅប្រុសឲ្យខ្ញុំមែនសូមទោសលោកអ៊ំណែចៅប្រុសរបស់ខ្ញុំឆាប់ទៅចាប់គេមកពុកភ្ញាក់ឡើងការចាប់ជំរិតមនុស្សគឺជាទង្វើខុសច្បាប់ពុកដឹងទេក្មេងម្នាក់នេះមើលទៅមុខមាត់គេដូចជាដកស្រង់ចេញពីឯងអញ្ចឹងតើគេអាចជាកូនរបស់ឯងមែនទេកូនគិតថាពុកប្រហែលជាឈួតដោយសារចង់បានចៅពេកហើយសំណាងល្អមុននេះខ្ញុំបានសក់របស់ក្មេងម្នាក់នោះមួយសរសៃមកនេះមានការអីមែនទេមកនេះមកហៅគ្រូពេទ្យទាំងអស់ក្នុងមន្ទីរពេទ្យមកធ្វើតេស្តណាពុកឃើញក្មេងនៅតាមផ្លូវហើយស្មានថាជាកូនរបស់កូនមែនទេពុកពិតជាឈួតមែនពុកឈួតក៏ដោយសារតែឯងដែរចាំមើលរបាយការណ៍សិនទៅប្រសិនបើគេមិនមែនជាកូនឯងមែននោះមានន័យថាពុកគិតច្រើនពេកហើយលោកឡៃនេះគឺជាលទ្ធផលតេស្តគេពិតជាកូនប្រុសរបស់ខ្ញុំមែនតើគេជាកូនរបស់ស្ត្រីម្នាក់នោះកាលពី7ឆ្នាំមុនមែនទេឲ្យពុកមើលបន្តិចមើលជាអ្នកបន្តវេនផ្ទាល់ច្បាស់លាស់ 99.999 ឯងមានកូនប្រុសហើយឯងមានកូនប្រុសហើយត្រកូលឡើងមានអ្នកបន្តវេនហើយយើងមានអ្នកបន្តវេនហើយយើងមានអ្នកបន្តវេនហើយតើជើងពុកមិនឈឺទេអីនេះគឺជាការរកឃើញដ៏សំខាន់បំផុតឯងបែរជាមកបារម្ភពីជើងរបស់ពុកទៅវិញឯងពិតជាកូនមិនដឹងខ្យល់មែនក្មេងម្នាក់នេះអាចជាអ្នកបន្តវេនដំបូងនិងចុងក្រោយរបស់យើងត្រូវតែរកគេឲ្យឃើញទោះបីជាត្រូវរុករកពេញទីក្រុងក៏ដោយទៅប្រញាប់ឡើងទៅប្រញាប់ឡើងម៉ាក់តាស្ត្រីដែលបើកឡានបុកកូននៅណា
គាត់មិនបានរត់បាត់ទេមែនទេ លុយរបស់ម៉ាក់សល់តែបន្តិចបន្តួចប៉ុណ្ណោះមិនគ្រប់ថ្លៃព្យាបាលផងតើម៉ាក់គួរធ្វើដូចម្តេចទៅលោកឡៃនបានបញ្ជាឲ្យបិទគប់ទីនេះស្វែងរកក្មេងប្រុសម្នាក់នោះឲ្យឃើញទូត្រូវចំណាយអ្វីក៏ដោយបាទ ថមមីតោះយើងទៅហេតុអីបានជាយូរម្លេះពេលវេលារបស់ខ្ញុំមានតម្លៃណាស់ដឹងទេខ្ញុំពិតជាស៊ីមែនឡានស៊េរីថ្មីរបស់ខ្ញុំត្រូវឆ្កូតអស់ហើយថ្លៃពីគ្រូយោបល់និងថ្លៃរំរបួសគឺ$500ប៉ុន្តែលោកគ្រូពេទ្យទើបតែប្រាប់ថាកូនប្រុសរបស់ខ្ញុំត្រូវការព្យាបាលដោយចលនាដូច្នេះត្រូវចំណាយអស់$50,000ទៀត$50,000តើអញឈួតមែនទេអូខ្ញុំដឹងហើយអញធ្វើបែបនេះដោយចិត្តណាព្រោះឃើញខ្ញុំមានមែនទេយកសពទៅសូមទោសអ្នកនាងប៉ុន្តែយើងមិនបានបោកប្រាស់អ្នកនាងទេគឺអ្នកនាងខ្លួនឯងដែលបើកឡានបុកធ្វើឲ្យកូនប្រុសរបស់ខ្ញុំបាក់ដៃនេះគឺជាវិក័យប័ត្រប្រសិនបើអ្នកនាងមិនជឿទេយើងអាចទៅសួរលោកគ្រូពេទ្យបានកុំប៉ះខ្ញុំស្រីខ្វក់តើអ្នកណាខកថាត្រូវឡានបុកឬអត់គឺមកពីអញខ្លួនឯងដែលមិនមើលកូនឲ្យបានល្អអញនឹងមិនបានសំបីតែមួយសេនហេតុអីបានជាអ្នកនាងនិយាយមិនដឹងខ្យល់អញ្ចឹងអ្នកនាងបើកឡានបុកធំរបស់ខ្ញុំដោយសារតែអ្នកនាងមិនប្រុងប្រយ័ត្នគុំព្យាយាមបង្វែរការពិតអីបើខ្ញុំនិយាយមិនដឹងខ្យល់ចុះយ៉ាងម៉េចតើអញចង់ធ្វើអីខ្ញុំតើអញដឹងទេថាខ្ញុំជាអ្នកណាខ្ញុំមិនខ្វល់ថាអ្នកនាងជាអ្នកណាទេអ្នកនាងល្មើសច្បាប់ដូច្នេះអ្នកនាងត្រូវតែបង់ថ្លៃព្យាបាលមើលទៅពួកឯងពិតជាពួកបោកប្រាស់មែននៅតែបន្តធ្វើរឿងបែបនេះទៀតមែនទេតើឯងមិនខ្លាចត្រូវឡានបុកមែនទេអីប៉ុន្តែមិនថាមានរឿងអ្វីកើតឡើងក៏ខ្ញុំមិនបង់សំបីតែមួយសេនដែរ$50,000ខ្ញុំយកលុយនឹងទៅទិញកាបូបប្រសើរជាងណែលេងខ្ញុំទេមិនលេងទេណែ លោកឡៃនមានដំណឹងថ្មីក្មេងប្រុសម្នាក់នោះកំពុងនៅឯច្រកចូលបាទនាំខ្ញុំទៅម៉ាក់ Lucas តោះយើងទៅលេងខ្ញុំណែ Lucas មកវិញមកប្រសិនបើអ្នកនាងដើរចេញខ្ញុំនឹងរាយការណ៍ប៉ូលីសថាអ្នកនាងបុកហើយរត់ចាំមើលតើឯងចូលចិត្តនៅក្នុងគុកដែរឬទេអាឡូក្រុមហ៊ុនធានារ៉ាប់រងមែនទេខ្ញុំត្រូវការឲ្យអ្នកមកទីនេះជាបន្ទាន់អ្នកនាង Gray អ្នកនាង Smith នៅទីនេះគឺជាអ្នកខុសទាំងស្រុងដូច្នេះយើងនឹងសងថ្លៃព្យាបាលរបស់អ្នកនាងទាំងអស់យើងត្រូវការលុយនេះសម្រាប់ការព្យាបាលដោយចលនារបស់ Tommy តើនៅពេលណាទើបលុយមកដល់ហាប្រសិនបើខ្ញុំមិនច្រឡំទេយោងតាមគោលការណ៍វាត្រូវចំណាយពេលយ៉ាងតិច2ខែ2ខែយើងមិនអាចចាំយូរដល់ថ្នាក់នឹងបានទេតើនោះជារឿងរបស់ខ្ញុំមែនទេលុយរបស់ឯងត្រូវចំណាយពេល2ខែទើបមកដល់ត្រឹមត្រូវហើយអ្នកនាង Smith ល្មមហើយមកពីពួកឯងដែលធ្វើឲ្យខ្ញុំយឺតយ៉ាវក្នុងការជួប Lucas តើយើងត្រូវធ្វើម៉េចទៀតម៉ាក់កុំបារម្ភអី Tommy ម៉ាក់បានរៀនចប់សញ្ញាសាកលវិទ្យាល័យហើយលើពីនេះម៉ាក់ថែមទាំងទទួលបានការហៅទៅសម្ភាសការងារនៅ Line Code ទៀតផងនៅពេលដែលម៉ាក់ខ្លាចជាអ្នកសរសេរកម្មវិធីដ៏ពូកែម្នាក់យើងនឹងមានលុយច្រើនហើយយេល្អណាស់ម៉ាក់តោះយើងត្រឡប់ទៅផ្ទះវិញលោកឡៃនយើងរកគេមិនឃើញទេគេប្រហែលជាបានចាក់ចេញពីមន្ទីរពេទ្យបាត់ហើយបិទគប់កំពង់ផែនិងប្រលានយន្តហោះទាំងអស់ប្រើប្រាស់ធនធានទាំងអស់ដែលយើងមានយើងត្រូវតែរកគេឲ្យឃើញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានបាទតោះទៅខ្ញុំថាគ្រួសារដែលមានជាងគេបំផុតនៅទីក្រុងអូសៀនគឺគ្រួសារឡៃនទីបំផុតបានរកឃើញអ្នកបន្តវេនហើយដូច្នេះពួកគេកំពុងរៀបចំទទួលស្វាគមន៍គេតើពួកគេមិនមែនជាអ្នកមានជាងគេបំផុតនៅទីនេះទេអីក្មេងប្រុសម្នាក់នោះនឹងមិនបាច់ខ្វល់ខ្វាយពីរឿងខ្វះខាតទៀតឡើយបន្ទាប់ពីបង់ថ្លៃវះកាត់រួចម៉ាក់សល់លុយតែ$13ប៉ុណ្ណោះញ៉ាំមួយទេកូនសាច់ក្រកមួយតម្លៃ$20ហេតុអីក៏ថ្លៃម្ល៉េះវាជាសាច់ក្រកស្រីរៀងយកទេដូច្នេះវាល្អចំពោះសុខភាពទៅឲ្យឆ្ងាយទៅបើគ្មានលុយទិញទេនោះសាច់ក្រកស្រីរៀងក្តៅសុំទោស Tommy ម៉ាក់គ្មានលុយទិញឲ្យកូនទេកូនក៏មិនចង់ញ៉ាំវាដែរម៉ាក់តោះយើងដកដង្ហើមវែងហិតក្លិនវាទៅម៉ាក់ហិតក្លិនវាទៅនៅពេលដែលយើងត្រឡប់ទៅវិញយើងនឹងញ៉ាំនំប៉័ងជាមួយនឹងក្លិនដ៏ឈ្ងុយនេះយើងបានញ៉ាំដោយមិនបាច់អស់លុយពួកអ្នកក្រក្រុមហ៊ុនរបស់យើងបានជួលអ្នកសរសេរកម្មវិធីគ្រប់គ្រាន់ហើយប៉ុន្តែយើងទើបតែទទួលបានការជួលដំណឹងជាបន្ទាន់សម្រាប់តំណែងលេខាធិការនាយកប្រតិបត្តិដែលនៅទំនេរខ្ញុំដឹងថាវាមិនមែនជាជំនាញរបស់អ្នកទេប៉ុន្តែប្រាក់ខែគឺ$8,000ក្នុងមួយខែអូកុំបារម្ភអីខ្ញុំមានដងខាងនឹងស្រាប់ហើយ
មិនអីទេបើអញ្ចឹងសាកល្បងទៅអ្នកនាង Smith នេះគឺជាលេខាថ្មីរបស់យើងគឺអ្នកនាង Sophie Gray សូមជួយនាំគាត់ដើរមើលជុំវិញនេះផង ហើយយើងបានជួបគ្នាទៀតហើយគឺជាឯង Tommy ត្រូវការលុយសម្រាប់ការព្យាបាលដោយចលនាដូច្នេះខ្ញុំត្រូវតែអត់ធ្មត់ធ្វើការងារនេះអ្នកនាង Smith មានរឿងអីកើតឡើងមែនទេតែឥឡូវនេះពួកគេនៅជាមួយលោក Line ដើម្បីគ្រាន់តែកំដរលេងមែនទេ Lucas អបមនុស្សដែលមិនស្មោះត្រង់ដូចជាឯងបំផុតត្រៀមខ្លួនឲ្យហើយទៅគាត់នឹងដេញឯងចេញលោក Line Lucas អញ្ចឹងគាត់គឺជាលោក Line មែនទេតើខ្ញុំធ្លាប់ឃើញគាត់នៅកន្លែងណាមុននេះមែនទេ ហេតុអីបានជាមនុស្សស្រីម្នាក់នេះមើលទៅដូចជាធ្លាប់ស្គាល់អញ្ចឹង